lạc âm thu S និង lạc âm thuអំបូរ តើគួរយកមួយណា ការជ្រើសរើស microphone គឺជាផ្នែកមួយសំខាន់ក្នុងការផលិតមាតិកាមែនទែនទៅគុណភាពសំឡេងសំខាន់ហើយប៉ុន្តែការជ្រើសរើសរូបរាងឲ្យបត់បែនទៅតាមការប្រើប្រាស់ក៏សំខាន់ដែរ Holyland lạc âm thu S Ultimate Combo រចនាឡើងសម្រាប់អ្នកដែលចង់ប្រើប្រាស់ជាប្រភេទ mic តូចៗតែអត់ចង់បង្ហាញ logo សម្រាប់ âm thu S នេះបើសិនជាបងពាក់លើអាវខ្មៅទៀតវាមើលសឹងតែមិនឃើញតែម្ដងលក្ខណៈពិសេសវាមួយទៀត mic នេះប្រើប្រាស់ការគៀបដែលជាប់ខ្លាំងមែនតែនទោះចង់លោតចង់ហក់រត់លេងលាក់កសែងខ្លាញ់ឆាប់កូនមន់នៅពេលចូលឆ្នាំខាងមុខហ្នឹងក៏អយដែរលយថងហ្នឹងបើនិយាយពីការចាប់សំឡេងវិញគឺចាប់បានល្អកាត់សំឡេងរំខាននិងសំឡេងខ្យល់បានល្អមែនតែនហើយ mic នេះអាចប្រើជាមួយនឹងកាមេរ៉ានិងមាន adapter សម្រាប់ភ្ជាប់ជាមួយនឹងទូរស័ព្ទ iPhone និង Android ឡាក âm thu combo នេះវិញអាចនិយាយបានថាជា model ដែលចេញមុនប៉ុន្តែវានៅតែពេញនិយមខ្លាំងបំផុតនៅក្នុងវិស័យផលិតមាតិកាអ្វីត្បិតតែវាមានបង្ហាញ logo ក៏ពិតមែនប៉ុន្តែវាមានភាពស្រស់ស្អាតនិងអ្វីដែលពិសេសគឺវាឆក់អញ្ចឹងគឺវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ខ្លាំងមែនទែនបងចង់ឆក់លើអីក៏បានមិននិយាយតែលើអាវទេសម្រាប់ âm thu នេះដែរវាអាចប្រើជាមួយនឹងកាមេរ៉ានិងទូរស័ព្ទដៃ iPhone និង Android ដូចទៅនឹង âm thu S ដែរអញ្ចឹងសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ឬចង់សាកសួរព័ត៌មានបន្ថែមអីលើសពីហ្នឹងអាចឆាតចូល page បានជួបខ្ញុំស៊ីណាននៅវីដេអូក្រោយ